ក្នុងនាមជាបាទក្រុមគ្រួសារនៃក្រសួងអធិការកិច្ចគឺសូមគោរពសូមជម្រាបសួរទៅដល់បងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់ដែលមានវត្តមានហើយក៏បានមកជួបជុំគ្នានៅថ្ងៃនេះจึงជាឱកាសល្អដើម្បីខ្ញុំបាទថ្ងៃនេះគឺក្នុងនាមជាសមាជិកនៃរាជរដ្ឋាភិបាលផងដែរនោះគឺសូមពំនាំនៅសេចក្តីនឹករលឹកសួរសុខទុក្ខបាទពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរបស់យើងដែលលោកបានកំពុងខិតខំបាទដឹកនាំធ្វើយ៉ាងណានោះគឺយើងអាចរក្សានៅជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជារបស់យើងគឺជឿជាក់ទៅលើការដឹកនាំដ៏ម៉ឺងម៉ាត់ដ៏ច្បាស់លាស់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលហើយយើងខ្ញុំនឹងចូលរួមទាំងអស់គ្នាជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីការពារនៅអ្វីដែលជាជំហររបស់កម្ពុជារបស់យើងតទៅមុខទៀតដើម្បីធ្វើយ៉ាងណានោះអាចបាទអនុវត្តពេញលេញនៅអ្វីដែលជាការបត់ឈប់បាញ់ហើយក៏ដូចជាចូលរួមក្នុងការកសាងនៅតំបន់ព្រំដែននេះឲ្យคล้ายទៅជាតំបន់ព្រំដែនដែលពោពេញទៅដោយមិត្តភាពកិច្ចសហប្រតិការហើយការអភិវឌ្ឍផងដែរទៅពេលអនាគតបាទចឹងត្រង់ចំណុចនេះខ្ញុំបាទថាក្នុងនាមអង្គពិធីទាំងមូលផងដែរយើងឆ្លៀតឱកាសទាំងអស់គ្នាដើម្បីសូមគោរពជូនពរដល់សម្ដេចតេជោសម្ដេចធិបតីនាយករដ្ឋមន្ត្រីរបស់យើងក្នុងការដឹកនាំនាវាកម្ពុជាយកនៅជ័យជំនះជូនទៅដល់ជាតិមាតុភូមិរបស់យើងបាទ